Ok,ថ្ងៃនេះយើងបន្តមកដល់ទំព័រទី38យើងនិយាយពី family relationship ទំនាក់ទំនងនៅក្នុងក្រុមគ្រួសារ Look at Kim's photo ចូលពិនិត្យមើលរូបថតរបស់ Kim's complete her immediate family relationship ចូលបំពេញតារាងគ្រួសារផ្ទាល់របស់នាង and then learn the words for the extended family relationship ហើយបន្តមកទៀតហ្នឹងគឺយើងរៀនពីពាក្យតាក់ទងទៅនឹងគ្រួសារដែលមានការរស់នៅក្រៅតែពីគ្រួសារយើងផ្ទាល់ immediate family ហ្នឹងគឺសំដៅទៅលើគ្រួសារដែលមានឪពុកម្ដាយរបស់យើងបងប្អូនប្រុសរបស់យើងហើយនឹងកូនមានប្រពន្ធនិងប្តីជាដើមនេះបើយើងសរុបទៅគឺ immediate family ហ្នឹងគឺសំដៅទៅលើមានប្តីប្រពន្ធហើយនឹងកូនរស់នៅជុំគ្នា and extended family ហ្នឹងគឺជាក្រុមគ្រួសារដែលមាន grandmother មានជីដូនជីតាមានឪពុកម្ដាយហើយនឹងមានបងប្អូនបាទរស់នៅជុំគ្នាយើងមើល clear ត្រង់នេះក៏ដាក់ថា I am Kim. This is a picture of me with my husband Matt and our kids. បាទនេះគឺជារូបថតរបស់ខ្ញុំជាមួយនឹងប្តីរបស់ខ្ញុំឈ្មោះ Matt នេះហើយនឹងកូនរបស់ពួកយើងគឺមាន Luke and Amy. And here is a picture of my moms and dad. ហើយនេះជារូបថតរបស់ឪពុកម្ដាយរបស់ខ្ញុំបាទនៅត្រង់នេះអ្នកនរគ្នាគួរតែចាប់ផ្ដើមមើលមកខាងក្រោមបន្តិច Kim's parents Judy and Bill are Kim's husband's Matt's in-law ឪពុកម្ដាយរបស់ Kim's គឺឈ្មោះ Judy ហើយនិង Bill នេះគឺជាជាឪពុកម្ដាយក្មេករបស់ Matt បាទពាក្យថា in-law នៅក្នុងភាសាអង់គ្លេសយើងបកថាក្មេកសាច់ថ្លៃបាទ Judy is Matt's mother-in-law Judy នឹងគឺជាម្ដាយក្មេករបស់ Matt and Bill is his father-in-law ហើយ Bill នេះគឺជាឪពុកក្មេករបស់ Matt is Judy and Bill's son-in-law ចំណែក Matt វិញគឺជាកូនប្រសារប្រុសរបស់ Judy ហើយនិង Bill They don't have a daughter-in-law ពួកគេអត់មានកូនប្រសារស្រីទេ And this is my sister Nina's family ហើយនេះគឺជាគ្រួសាររបស់បងប្អូនស្រីរបស់ Kim's បាទចឹងយើងមាន Nina មាន Tom មាន Jake and Beth Beth is Kim's niece បាទ Beth នឹងគឺជាក្មួយស្រីរបស់ Kim Jake is Kim's nephew ចំណែក Jake វិញគឺជាក្មួយប្រុសរបស់ Kim Kim is Beth and Jake's aunt Kim គឺជាម្ដាយមីងរបស់ Beth ហើយនិង Jake Kim's husband Matt is their uncle ចំណែកឯប្តីរបស់ Kim ឈ្មោះថា Matt គឺត្រូវជាលោកពូរបស់ពួកគេ Beth Jake and Luke and Amy are cousins Beth Jake Luke ហើយនិង Amy នឹងគឺជាបងប្អូនជីដូនមួយ Nina is Matt's sister-in-law Nina នឹងគឺជាបងប្អូនថ្លៃស្រីរបស់ Matt Tom is Kim brother-in-law ចំណែក Tom វិញគឺជាបងប្អូនប្រុសសាច់ថ្លៃបាទរបស់ Kim សូមអរគុណ